បាទសូមគោរពជំរាបសួរអាយដាមបាទអាយដាមខ្ញុំបាទឈ្មោះតុងសៃហាខលពីអង្គភាពសារព័ត៌មាន CSN Daily ទៅសូមរំខានអាយដាមបន្តិចមកសំណួរអាយដាមថាតើនាយកដ្ឋាននគរបាលចរាចរណ៍មានផែនការយ៉ាងដូចម្តេចមុននឹងឈានដល់ការអនុវត្តច្បាប់រឹតបន្តឹងច្បាប់ចរាចរណ៍នាពេលខែខាងមុខនេះអាយដាមបាទសូមអាយដាមមានប្រសាសន៍តិចបាទគ្រប់អរគុណច្រើនបាទអរគុណណាស់ក្នុងនាមខ្ញុំជាប្រធាននាយកដ្ឋានខ្ញុំបានបញ្ជូនមន្ត្រីជំនាញរបស់ខ្ញុំសហការជាមួយរាជធានីខេត្តដើម្បីចុះផ្សព្វផ្សាយអប់រំណែនាំជូនដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមុននឹងអនុវត្តវិធានការផាកពិន័យឬក៏វិធានការរឹតបន្តឹងច្បាប់នាពេលខាងមុខបាទសូមអរគុណហើយមានអ្វីទៀតទេនាខែខាងមុខនេះនាយកដ្ឋាននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលរាជធានីខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធដើម្បីចុះរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍កាត់បន្ថយការប្រព្រឹត្តបទល្មើសនិងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវមុននឹងឈានដល់ការរឹតបន្តឹងការអនុវត្តច្បាប់កម្លាំងនាយកដ្ឋាននិងសហការជាមួយកម្លាំងសមត្ថកិច្ចនៅតាមរាជធានីខេត្តចុះអប់រំណែនាំនិងផ្សព្វផ្សាយការអនុវត្តដល់ប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ផ្លូវឲ្យបានយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ព្រមទាំងរំលឹកអំពីកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់អ្នកបើកបរគ្រប់រូបក្នុងការគោរពច្បាប់ការអប់រំនិងការផ្សព្វផ្សាយជាមុននេះគឺដើម្បីឲ្យអ្នកប្រើប្រាស់ផ្លូវបានយល់ដឹងនិងកែប្រែទម្លាប់នៃការប្រើប្រាស់ជាពិសេសការគោរពសិទ្ធិអត្ថិភាពការប្រើប្រាស់ភ្លើងសញ្ញាចរាចរណ៍ការបើកបរតាមល្បឿនកំណត់ការពាក់មួកសុវត្ថិភាពនិងការមិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងព្រមទាំងបទល្មើសចរាចរណ៍ផ្សេងទៀតដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃជាមួយគ្នានេះកម្លាំងសមត្ថកិច្ចនឹងបន្តណែនាំអប់រំអ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់ដោយចាត់ទុកការគោរពច្បាប់ចរាចរណ៍ជាកត្តាសំខាន់មួយក្នុងការរួមចំណែកការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងបង្កើតសណ្ដាប់ធ្នាប់សុវត្ថិភាពនិងភាពរលូននៅលើដងផ្លូវបន្ទាប់ពីអប់រំនិងផ្សព្វផ្សាយជាមុនរួចនាយកដ្ឋាននឹងបន្តសហការជាមួយសមត្ថកិច្ចរាជធានីខេត្តក្នុងការអនុវត្តវិធានការរឹតបន្តឹងច្បាប់ឲ្យបានម៉ឺងម៉ាត់ស្របតាមនឹងនីតិវិធីជាធរមានដើម្បីធានាថាអ្នកប្រើប្រាស់ផ្លូវគ្រប់រូបមានការយល់ដឹងនិងចូលរួមអនុវត្តច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវនាយកដ្ឋានក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍បើកបរដោយប្រុងប្រយ័ត្នគោរពសិទ្ធិអ្នកដទៃដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងការពារអាយុជីវិតអ្នកដំណើរគ្រប់រូប